ហាបាតកម្មវិនិស្សកម្មសេដ្ឋកិច្ចទឹកចំនួនភក់បាក់ដីហើយនឹងភ្លើងឆេះអបអរសាទរប្រទេសចៅបងប្អូន2 ទៅ 3 ខែខាងមុខទៀតប្រទេសថៃនឹងជួបអ្វីដែលខ្ញុំបានរៀបរាប់ខាងលើនេះដោយសារតែថ្មីនេះអ្នកគ្រូផ្លាយដែលជាគ្រូទាយដ៏ល្បីរបស់ប្រទេសថៃបានចូលទៅកម្មវិធីមួយចានិយាយជាមួយនឹងពិធីការនីរៀបរាប់អ្វីដែលកើតឡើងចានាពេលឆាប់នេះហើយគាត់មិនបាននិយាយចំធ្ងន់ទេគ្រាន់តែនិយាយបង្ហើបប្រាប់ប្រជាជនថៃឲ្យបានដឹងហើយនឹងការពារខ្លួនគាត់បាននិយាយថា2-3 ខែទៅមុខទៀតប្រទេសថៃនឹងធ្វើមហាបាតកម្មមួយនៅលើដងផ្លូវចាគឺដើម្បីផ្លាស់ប្ដូររបបទី2វិនិស្សកម្មសេដ្ឋកិច្ចនឹងកើតមានឡើងអញ្ចឹងមានន័យថាมันខុសពីបុរសម្នាក់ដែលបាននិយាយពីថ្ងៃមុនទេគាត់ថាខែ10ហ្នឹងណាបើសិនជានាយករដ្ឋមន្ត្រីថៃមិនដោះស្រាយទេនោះនឹងរលាយតែម្ដងសេដ្ឋកិច្ចចោលសៀមនឹងចានៅខែ10បងប្អូនមួយវិញទៀតគឺទឹកចំនួនភក់គឺអ្នកគ្រូផ្លាយបាននិយាយថាទឹកភក់នឹងផុលឡើងពីដីបងប្អូនចាពីដីផុលឡើងបងប្អូនធ្លាប់ជួបវីដេអូហ្នឹងឯងខ្ញុំធ្លាប់ជួបចាចាំមើលខ្ញុំស្វែងរកឲ្យដាក់នៅក្នុង comment ឲ្យមើលគឺដីភក់នឹងផុលឡើងរួមជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបង្កទៅជាទឹកជំនន់នោះគាត់អាចនិយាយបានថាបង្កទៅជាទឹកជំនន់ភក់បងប្អូនភក់ហ្នឹងហើយមួយវិញទៀតគឺការបាក់ដីនៅតំបន់ដែលមានដីខ្ពស់ជាពិសេសតំបន់ណាដែលមានជួរភ្នំបាក់ម្ដងបន្តិចក៏ប៉ុន្តែមកធំតែម្ដងយល់ទេបងប្អូនចាបាក់សន្សំក៏ប៉ុន្តែវាមកទាំងដុំធំតែម្ដងអញ្ចឹងគេឲ្យប្រជាជនថៃនឹងប្រយ័ត្នដែលរស់នៅតាមតំបន់ដែលមានដីដូចជាដីតំបន់ភ្នំតែដឹងស្រាប់ហើយនៅថៃអត់មានតំបន់ភ្នំខ្ពស់ទេល្មមទេបងប្អូនក៏ប៉ុន្តែអ្នកគ្រូនឹងឲ្យប្រយ័ត្នមួយវិញទៀតគឺភ្លើងឆេះមកជាមួយនឹងទឹកចំនួនមកជាមួយគ្នាបងប្អូនចាហើយឲ្យប្រយ័ត្នប្រយែងអគ្គិសនីនៅក្នុងផ្ទះមើលឲ្យបានគ្រប់ជ្រុងជ្រោយអាចនឹងមានការឆេះច្រើនមែនតែនរយៈពេល2 ទៅ 3 ខែខាងមុខទៀតហ្នឹងហើយគឺការឆេះស្របជាមួយនឹងទឹកចំនួនភក់ហ្នឹងគឺក្នុងពេលតែមួយតែម្ដងជាពិសេសគឺនៅតំបន់ដែលមានអគារខ្ពស់បងប្អូនតំបន់ដែលមានបេតុងជាពិសេសតំបន់ដែលអភិវឌ្ឍរួចដូចជាបាងកកឬក៏ប៉ាតាយានិយាយរួមតំបន់ណាក្នុងប្រទេសថៃដែលបានអភិវឌ្ឍដូចថាច្រើនជាងគេគឺមានការបាក់ដីបាក់អគារស្រោតដីនឹងហើយចាអូយបងប្អូនឥឡូវប្រជាជនចៅសៀមនឹងកំពុងតែគិតថាហេតុអ្វីដឹងមកទេបងប្អូនអ្នកគ្រូផ្លាយនោះគឺល្បីណាអ្វីដែលគាត់បានទូទាយហើយគឺកើតឡើង 100% តែម្ដងយើងឃើញហើយតាំងពីសង្គ្រាមទី1មកម្លេះវាជាការពិតនឹងហើយដល់ថ្នាក់មីសរិនថងចាប់គាត់ទៅម្សាហើយបងប្អូនទុំតែប្រឡែងមកវិញទេចានេះគឺជារឿងពិតហើយនេះគឺជាអ្វីដែលគាត់បានបង្ហើបតិចណាគាត់អត់និយាយធ្ងន់ធ្ងរទេបងប្អូនចាអូយសាហាវខ្លាំងណាស់បងប្អូននិយាយមែនសម្រាប់ខ្ញុំឮអញ្ចឹងខ្ញុំសប្បាយចិត្តណាស់បងប្អូនអើយ2-3 ខែទៀតយើងចាំមើលទាំងអស់គ្នាទៅណាបងប្អូនណាចាអរគុណច្រើន